ទាំងអស់គ្នាជាអត់បើសិនជាខ្ញុំប្រាប់ថាយើងអាចធ្វើ animation មួយនេះនៅក្នុងកម្មវិធី PowerPoint បើនៅមិនទាន់ជឿទេតោះទៅមើលទាំងអស់គ្នា ខ្ញុំមាន logo យើងហ្នឹងយើង copy slide ហ្នឹងមកចឹង slide នេះយើងទុកនៅដដែលទុក logo ដើម្បីយើងស្រួល copy element យកទៅដាក់នៅ slide ទី1បាទអញ្ចឹងយើងលុប slide ទី1មកហើយគូប្រអប់មួយចឹងមកអូខេទាញដាក់វានៅខាងលើនេះយើងចង់បានពណ៌ដូចទៅនឹងអក្សរ T នឹងប្រអប់ហ្នឹងអញ្ចឹងយើង select ពណ៌វាដូចគ្នាអញ្ចឹងមក outline យើងអត់ដាក់ពណ៌ដាក់នៅ outline លេខអញ្ចឹងគឺយើងចង់ឲ្យប្រអប់ហ្នឹងធ្លាក់មកចំកណ្ដាល screen នេះយើងទៅដាក់ animation line animation ហ្នឹងទាញវាឲ្យមកចំកណ្ដាលអញ្ចឹងមកអូខេដាក់វាទៅ with previous ហ្នឹងបើន័យថាពេលដែលយើងចុច play slide មកគឺវា play automatic យើងមិនបាច់ចាំបាច់ click មកអញ្ចឹងយើងសាក play វាសាកមើលចុច shift F5 ដើម្បី slide show អូខេវារៀងយឺតអញ្ចឹងខ្ញុំបន្ថយវាបន្តិចដាក់ត្រឹម 0.75 បានហើយអូខេបន្ថយតិចទៀតអូខេខ្ញុំបន្ថែម bouncing បន្តិចអញ្ចឹងយើងចូល animation pane នេះមក double click លើ animation ហ្នឹងហើយ increase bound end នេះអញ្ចឹងនៅពេលដែលវាមកដល់ក្រោមវានឹង load អូខេ load bouncing ហ្នឹងអូខេប៉ុណ្ណឹងបានហើយដើម្បី transform ហ្នឹងយើង duplicate slide ទី1នេះមកហើយយើងលុប object ហ្នឹងចោលប្រអប់ចោលយក sorting ពី slide នេះយកមកដាក់នៅ slide ទី2ដល់វាចំបណ្ដាលមកតើមក convert វាដោយសារឥឡូវនេះ sorting នេះវាជាប្រភេទជា graphic ជាងយើងត្រូវ convert វាទៅជា shape ដូចទៅនឹងប្រអប់នេះដែរអូតើកាលណាយើងដាក់ជាប្រភេទ object ផ្សេងគ្នានៅពេលដែលយើងធ្វើ transition រវាង slide ពីរហ្នឹងគឺវាអត់ transform ទេអញ្ចឹងយើង convert វាអញ្ចឹងមកហើយយើងទៅ rename ប្រអប់នេះយើងចូល shape format animation pane យើង rename វាមកដាក់ថាបោះហ្នឹងទៅអញ្ចឹងឈ្មោះប្រអប់ហ្នឹងនៅ slide ទី1ហ្នឹងវាត្រូវដូចគ្នាទៅនឹងឈ្មោះអក្សរ T នៅ slide ទី2ដែរហើយនៅ slide ទី2យើងហ្នឹងដាក់ transition morph នេះមកអូខេវារៀងយឺតយើងឲ្យវាត្រឹម 0.5 បានហើយចឹងតែសាំអូខេទុកយើងបន្ថយតិចទៀតឲ្យវាលឿនជាងហ្នឹងអូខេខ្ញុំចង់ឲ្យពេលដែលវា transform ហ្នឹងវាពង្វិលបន្តិចចឹងហើយslide ទី1ប្រអប់ខ្ញុំពង្វិល180 degree ចឹងមកតែបន្តមកទៀតខ្ញុំចង់ឲ្យអក្សរ T នេះកិលមកខាងឆ្វេងហើយបង្ហាញអក្សរ OA ពណ៌ខ្មៅនេះអញ្ចឹងយើង copy អក្សរនេះមកដាក់កន្លែងដែលវាត្រូវបង្ហាញហ្នឹងអញ្ចឹងយើងបន្ថែម animation អក្សរ T នេះយើងដាក់ line animation នឹងដូចគ្នាប៉ុន្តែយើងបដូរ option វាឲ្យកិលទៅឆ្វេងអញ្ចឹងយើងទាញវាឲ្យកិលទៅចំកន្លែងល្មមយើងចង់ឲ្យវានៅអញ្ចឹងណាខ្ញុំគិតថានេះបានអូខេចាំរំដើមវាទៅនេះបាទកាលចឹងមកហើយយើងដូរទៅជា with previous មកបន្ថយ duration វានៅត្រឹម 0.5 បានទេអូខេតោះយើងបង្កើតប្រអប់អប់មួយដើម្បីបាំងអក្សរ ON យើងបាំងឲ្យដល់ផុតអក្សរ T ហ្នឹងមកប៉ុន្តែយើងទាញអក្សរ T មកខាងមុខវិញបាទប្រអប់ហ្នឹងដោយសារ background យើងពណ៌សយើងដាក់ប្រអប់ហ្នឹងទៅជាពណ៌សដែរដើម្បីបិទបាំងវាបាទហើយយើង hand animation ពីអក្សរ T មកដាក់ចូលប្រអប់ហ្នឹងដូចគ្នាអញ្ចឹងនៅពេលវាបង្កើតគឺវាបង្កើតទាំងពីរដែរបាទអូខេ animation បន្ទាប់គឺយើង reveal អក្សរ DEM ពណ៌ក្រហមនេះអញ្ចឹងខ្ញុំ copy អក្សរហ្នឹងមកសិនដាក់មកចូល slide អញ្ចឹងអក្សរហ្នឹងគឺនៅកន្លែងហ្នឹងអញ្ចឹងយើងគូប្រអប់ពណ៌ក្រហមមកនោះដើម្បីឲ្យប្រអប់ហ្នឹងវារំកិលទៅខាងស្ដាំហើយ reveal អក្សរ DEM ហ្នឹងបាទអញ្ចឹងប្រអប់យកទៅគ្នាទៅនឹងអក្សរចាស់វាឲ្យស្មើគ្នាបន្តិចមកអូខេមកយើងដាក់ animation វាយក line ដូចគ្នា animation ទៅខាងស្ដាំអូខេហើយយើងទាញវាល្មមផុតអក្សរអញ្ចឹងណា
ដូរវាទៅ with previous វិញអូខេយើងយឺត 0.5 ដែរអូខេហើយប្រអប់ហ្នឹងវាបង្កើតទៅស្នាមហើយយើងឲ្យវារួមចូលមានន័យថារួមរហូតដល់បាត់អញ្ចឹងភាសាមិញហ្នឹងវាបង្កើតហើយវានៅជាប់ប្រអប់នៅខាងស្នាមនេះវានៅជាប់អញ្ចឹងយើងធ្វើយ៉ាងម៉េចហើយវាគិតថាយើងអាចបន្ថែម animation ទៅលើវាដោយថែម grow and shrink អូខេយើងដូរ option វាទៅ option វាទៅជា horizontal យើងកែវាទៅជាទឹកកន្លែងនេះ 150% បើន័យថាវា grow វារីកចឹងយើងចង់ឲ្យវារួមចូលយើងដូរវាបាត់រួមបាត់ហ្នឹងដាក់ 0% ចឹងហើយដាក់ smooth ឲ្យវាតិចមកពាក់កណ្ដាលអូខេហើយវា smooth ដែរហើយវាមាន duration ស្មើនឹងduration ដែលវាបង្កើតទៅខាងស្ដាំថយទៅជា 0.5 នេះស្អីមកអូដូរនេះទៅ with previous អូខេប៉ុណ្ណឹងបានហើយយើងបង្កើតប្រអប់មួយទៀតដើម្បីបិទអក្សរ DEM ហ្នឹងយើងបង្កើតប្រអប់មកយើងយកពណ៌អក្សរដូចគ្នាយើងផែនពីប្រអប់ដែលបង្កើតមុនចឹងប្រអប់ហ្នឹងវាទៅនៅពីក្រោយពណ៌ក្រហមនេះប្រអប់ពណ៌ក្រហមនេះចឹងខ្ញុំយកប្រអប់ក្រហមមកដាក់ខាងមុខហើយយើងផែន animation ពីប្រអប់ក្រហមដាក់ទៅលើប្រអប់អក្សរដូចគ្នាសាក់ flame អូខេយើងដាក់វាឲ្យគ្រប់ចុងនេះមកខ្ញុំមានអារម្មណ៍ថានៅខាងចុងវាទៅរៀងហួសបន្តិចដោយសារវាជាប់ animation string អញ្ចឹងយើងលុប animation ហ្នឹងចោលពេលថាទៀតអូខេទាញនេះមកត្រឹមនេះមកគាត់ថានៅចំកណ្ដាលល្អជាងនេះអូខេសាច់ខ្ញុំកម្មស្ដាំអូខេខ្ញុំគាត់ថាប៉ុណ្ណឹងល្មមអញ្ចឹងអូខេទៅមកហើយយើងយក element ដែលយើងធ្វើពីមុនមានអក្សរ T អក្សរ OA ពណ៌ខ្មៅហ្នឹងមកដាក់ខាងមុខអញ្ចឹងខ្ញុំ rename វិញតិចអញ្ចឹងនេះគឺជាអក្សរ OA យើង rename វិញទៅយើងស្រួលដឹងថា object មួយណាជាយើងស្រួលយកមកដាក់នៅពីលើគ្នាអញ្ចឹងណានេះ OA header អញ្ចឹងមកជាប្រអប់អក្សរដល់អក្សរ OA ហ្នឹងហើយនេះអក្សរ DEM នេះគេដាក់ថា DEM header មក DEM red box អញ្ចឹងមកអូខេខ្ញុំយកអក្សរ T ហើយនឹងអក្សរ OA នៅខាងលើហើយ box វារៀងលើសទៅខាងលើបន្តិចអញ្ចឹងយើងបន្ថយវាផុតអក្សរ T អញ្ចឹងមកអូខេទាញ box នេះផាន់ទាំងអស់បាទសាប់លេខមើលអូខេយើងថយ direction នេះឲ្យវាលឿនដូចគ្នាចង់ឲ្យអក្សរ DEM ចេញក្រោយបន្តិចអញ្ចឹងដាក់ delay វាបន្តិចណាអូខេ TOA នេះចេញមុន DEM ចេញក្រោយបន្តិចមិនទាំងអស់គ្នាឃើញសមោលអក្សរដែលយើងបាំងហ្នឹងចេញបន្តិចដោយសារតែវាជាប់ transition រវាង slide ហ្នឹងអញ្ចឹងយើងទៅ time animation ទៅលើ element ទាំងអស់មិនទាំងអស់តែលើអក្សរ DEM ហើយនិងអក្សរ A នេះមកយើង time animation appear យើងយក with previous ទាញវាមកដាក់ខាងលើអូខេនៅលើសាទៀតយើងឡើងឃើញសមោលអក្សរហ្នឹងនៅសមោលប្រអប់ក្រហមអញ្ចឹង time animation ទៅលើ red box ហ្នឹងទៀតមក appear ទាញវាខាងលើដូរទៅ with previous អូខេបាត់ហើយអូខេតើមកអក្សរខាងក្រោមនេះ learn share technique ស្រួលទេយើង copy អាហ្នឹងមកដូចគ្នាមកដាក់ពីចំកន្លែងដើមវាហ្នឹងហើយនេះក៏ប្រអប់បាំងដូចគ្នាខ្ញុំ rename នេះតិចសិន
renameវាថាដល់តែប៉ុណ្្នឹងទៅមកហើយខ្ញុំគូបអបបាំងអញ្ចឹងប្រអប់នឹងគូមួយហើយ duplicate វាប្រអប់ទី1ខ្ញុំដាក់ពណ៌វាអសប៉ុន្តែខ្ញុំបន្ថយ opacity បន្តិចចូលមក color មក point transparency នេះយកទៅ30ហើយយក70អូខេ online ចូលទេយកសប៉ុន្តែយក transparency 100%អញ្ចឹង70នេះវា70វាស្ដើងពេកតម្លៃបន្តិចហើយវាទៅ50%ចឹងអូខេ100%ចឹងខ្ញុំ keep outline វាសិនដើម្បីយើងស្រួលមើលដាក់ពណ៌អីក៏បានដែរអូខេទីវាបាំងតាមលំមមកសបាទចឹងអានេះខ្ញុំដាក់ animation line ដូចគ្នាប៉ុន្តែយើងកាលវាទៅស្ដាប់កាលទៅស្ដាប់អូខេលំមផុតមកសចឹងមកអានេះវាយកបន្ថយកំណត់ 0.5 បាទនេះឈ្មោះវាថា Material 1ប្រអប់មកទៀតដាក់ឈ្មោះវាថា Learn How to ចឹងទៅអូខេចឹងខ្ញុំចង់ឲ្យប្រអប់ខាងក្រោមនេះកើទៅមុនប្រអប់ខាងលើនេះចឹងខ្ញុំថែម animation ពីប្រអប់ខាងលើមកហើយខ្ញុំចូល animation pan ដល់វាទៅ with previous មកហើយប្រអប់ទី1ដាក់វា delay យូរជាងបន្តិចចឹងទាំងពីរនេះចង់ឲ្យ delay យូរជាងអក្សរខាងលើបន្តិចហើយប្រអប់ខាងប្រអប់តែមាន transparency 50% នេះ delay យូរជាង100% transparency បន្តិចចឹងខ្ញុំយក 0.7 ដែរអញ្ចឹងយើងសាក play សិនអូខេតោះមកយើងដាក់ប្រអប់ហ្នឹងបាំងទៅលើអក្សរហើយបិទ outline នៅ outline នេះមកយើងយកអក្សរដែលចេញ animation មកដាក់ពីលើដូចអូខេដាក់ពីលើហ្នឹងមកទៅសាក់លើមកអូខេអូខេនេះឃើញចេញមក solar initiative ហ្នឹងជាងថែម animation ទៅឲ្យវាដូចគ្នាជាងចូល like element ហ្នឹងមកចូល animation add animation យើងយក clear យក with previous គេវាមកខាងលើអូខេ play សាទៀតអូខេបាត់តមកទៀតមាន element ប្រអប់មួយនេះពុកពីមកអូខេខ្ញុំ duplicate វាគេវាហើយ time animation វាយក line ដូចនេះតែយើងទាញវាឲ្យចង់កន្លែងយើងចង់ឲ្យវាបង្ហាញអូខេតមិនต้องខាត់កោបយើងខាត់ឡើងលើអូខេខ្សែដើមវា0.22 ចឹងខ្ញុំចង់ពង្រួមវាពាក់កណ្ដាលដើម្បីវាបាំងនៅពីក្រោយអក្សរ 0.11 អូខេ 0.11 អូខេគឺវាចំបណ្ដាហ្នឹងណាអូខេប៉ុណ្ណឹងចុះអូខេហើយយើងយកមកទៅ 0.5 ដូចគ្នាហើយ delay យូរជាងបន្តិចលុបនេះចោលគាត់ថាបន្ថយ delay បន្តិចស្មើគេទៅបានហើយតិចទៀតអូខេថែម bouncing នៅចុងវិញបន្តិចមកអូខេហើយយើង add grow and shrink ដោយសារយើងបន្ថយទំហំវាពាក់កណ្ដាលអញ្ចឹងយើងចូលទៅកែក្នុងហ្នឹងដាក់ 200% បើន័យថាគុណ2ហើយយើងដាក់វា smooth ដាក់ bouncing ដូចគ្នា bouncing ដូចទៅនឹង animation line ដូចគ្នាយក with previous ហើយ 0.5 ដូចគ្នា duration អូខេនេះយើងយក 0.25
យក bouncing ដូចគ្នា 0.25 ណា 0.25 អូខេ Play បន្តមកយើងទាញប្រអប់នោះទៅដាក់ខាងក្រោយអក្សរ black box ហ្នឹងទៅទាញដាក់នៅពីក្រោយគេក្រោយអក្សរ DM play មកទៀតអូខេចេញរឿងលឿនបន្តិចចឹងយើងបន្ថែម delay បន្តិច delay បន្តិច 0.7 ហ្មងអូខេហ្មងយើងចេញប្រអប់ខ្មៅបន្តិចកន្លែងនេះមិញពេលដែលវា transition រវាង slide ទី1និង slide ទី2ណាជំនួយយើងដាក់ animation time មកវា appear ទីដូរទៅ with previous អូខេប៉ុណ្ណឹងពេញរាល់បន្តមកយើង export វាជា video យើងចូល file ចូល export ចូល create video ហ្នឹងយើងអាច select លោតទៅដល់ 4K ប៉ុន្តែ video នេះខ្ញុំយកទៅ18បានហើយ second spend on each slide នេះមានន័យថាវា play slide នីមួយៗ5វិនាទីហ្នឹងអញ្ចឹងខ្ញុំអត់ចង់ឲ្យ play យូរចឹងទេយកទៅ0ទេមានន័យថាវា animation ចប់ភ្លាមវាដូរទៅ slide តភ្លាមហើយ export create video ហ្នឹងមកខ្ញុំដាក់នៅ desktop ចាស់ដាក់ថាប្រាប់ដុំ logo in export អូខេចូលមក play វីដេអូនេះអូខេប៉ុណ្ណឹងយើងអាចយកវីដេអូហ្នឹងទៅប្រើបាន ជួបគ្នានៅវីដេអូក្រោយទៀតបាយ